សូមជូននិទានកុមាររឿងចាបនិងសត្វដំរីនៅព្រៃធំមួយមានសត្វចាបនិងដំរីដណ្ដើមគ្នាធ្វើជាមេថ្ងៃមួយដំរីក៏បបួលចាបផឹកទឹកផ្ទាល់គ្នាបើអ្នកណាផឹកបានច្រើនជាងអ្នកនោះជាអ្នកឈ្នះចាបក៏យល់ព្រមហើយហើរនាំផ្លូវដំរីកាត់ព្រៃភ្នំទៅកាន់សមុទ្រពេលនោះទឹកសមុទ្រកំពុងចូលចាបក៏ឲ្យដំរីផឹកទឹកមុនទឹកសមុទ្រប្រៃពិបាកលេបណាស់តែដោយចង់ឈ្នះដំរីក៏ខំផឹកឥតឈប់ទឹកសមុទ្រនៅតែចូលឡើងដល់ពោះវាទើបដំរីឈប់ផឹកលុះទឹកងាចចាបក៏ហើរទៅមាត់ទឹកឱនក្បាលជ្រលក់ជំពុះក្នុងទឹកធ្វើជាផឹកទឹកស្រកចុះចាបក៏លោតតាមទឹកនាចធ្វើជាផឹករហូតដល់ជើងដំរីចាបផឹកទឹករហូតទាល់តែដំរីខាត់តាំងពីពេលនោះមកចាបក៏ធ្វើជាមេដោយសារតែប្រាជ្ញាឈ្លាសវៃរបស់ខ្លួន